ឆ្កែមិនហ៊ានឈប់ដេកផងឯងយល់អត់ឯងយល់ថាខេត្តឯងតែឆ្កែវាហ៊ានឈប់ដេកផងឯងយល់ទេខេត្តនឹងមួយអញនិយាយបានគ្មានអាណាគេចង់គ្មានអាណាគេចង់ចោតទេឯងយល់អត់ខេត្តណាស្រុកភូមិណាក៏គេមានចោលដែរតែគេចោលគេអត់ល្បីតែភូមិឯងខេត្តឯងគេល្បីឯងយល់ទេ25ខេត្តក្រុងគេល្បីតែខេត្តឯងមួយនឹងហើយនៅចេញមកអញយល់ថាកំណើតឯងនឹងកើតនៅនឹងហើយយល់ទេតែកំណើតឯងនឹងគេទៅហួសមកហួសហ្នឹងហើយកំណើតស្រុកកំណើតតែឯងកើតហ្នឹងខេត្តខ្លួនឯង25ខេត្តក្រុងគេស្អប់ពើមគេស្ទឹងមិនចង់ចត់គ្រប់គ្នាហើយនៅឯងធ្វើលយទៀតក្រុមមកអាសំគីឯងទៅជះគេដែរតើឯងហើយចាំខ្ញុំផ្ញើវីដេអូស្ដាប់ទាំងអស់ចូលស្ដាប់បោកហៅទៅជាស្ដាប់បោកហៅស្បូនស្ដាប់ផងអញលឺតែគេល្បីអញលឺតែគេល្បីតែអញយកធ្លាប់ជួបឥឡូវអញធ្លាប់ជួបខេត្តចោលតែអញនិយាយមួយចំនួនធំអញមានបានម៉ៃទាំងអស់ឯងបើកគ្រាប់ភ្នែកឯងបើឯងបើភ្លើចាំអញផ្ញើវីដេអូឯងមើលអស់អាសំគីឯងកុំភ្លើអញនិយាយថាខេត្តហ្នឹងមួយចំនួនធំសបោចោលគេល្បី25ខេត្តក្រុងមានតែខេត្តហ្នឹងទេគេល្បីឯងយល់អត់តែឯងបើភ្លើមិនចឹងឯងបើកប្រមាណគីឡូឯងឈប់មើលកង់ម្ដងឯងប្រយ័ត្នខ្ទុះកង់ឡានរៃចូលបន្លាយងាប់យីអាសាត់អញចេញវីដេអូសុំទោសសុំអីដែលដំបងអត់តមានណាគេប្រតិកម្មជាមួយអញចេញសុំទោសទុកឲ្យហើយព្រោះដឹងតែពាក្យហ្នឹងអញនិយាយខុសបើមុននឹងឯងវាបហាអញត្រូវមើលវីដេអូអញឲ្យអស់ព្រោះមកអាសំគិចអាសាត់ឯងកុំញីមួយអញកុំញីមួយអញអញ្ចឹងអញសង្ស័យអាចោលលួចហ្នឹងព្រោះបងប្អូនឯងមើលមិនដឹងអញនិយាយមែនចាញ់មកក៏ពូចោលចុយតម្រាយអញតសាអើយឯងស្អីអញតបអញឃើញវីដេអូហែងអត់ទុះទេតែមិនឃើញវីដេអូចាញ់មួយអញទុះទេអាសកីមួយមកអាសាច់ឯងកុំប្រើភាសាមកអញ្ចឹងមួយអញឯងកុំចង់ចង់ខ្លាំងឯងចង់ខ្លាំងឯងលេងអស់ចិត្តឯងតបអញអស់ចិត្តឯងជាមួយអញឯងតបអស់ចិត្តវីដេអូនេះខ្ញុំចេញសុំទោសហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងឈប់ខឹងសប្បាយឲ្យលើកខ្ញុំតែបើសិនជាពុកម៉ែបងប្អូនមិនពេញចិត្តមិនលើកលែងទោសឲ្យខ្ញុំចង់ឲ្យខ្ញុំនឹងទៅសុំទោសជាសាធារណៈចង់ឲ្យខ្ញុំទៅចូលប៉ោះអូខេខ្ញុំនឹងតាមសំណូមពរពុកម៉ែបងប្អូនដែលពាក្យដែលខ្ញុំនិយាយពាក្យថាពួកខេត្តពោធិ៍សាត់ចោលជាមួយជាពីរតែពុកម៉ែបងប្អូនបើសិនជាស្ដាប់វីដេអូខ្ញុំឲ្យដល់ចប់ក៏យល់ពីន័យខ្ញុំនិយាយថាខ្ញុំចង់និយាយមានន័យថាខេត្តពោធិ៍សាត់ពួកចៅមួយចំនួនឯងពុកម៉ែបងប្អូនតែឥឡូវខ្ញុំអត់និយាយយកត្រូវយកអីទេពុកម៉ែបងប្អូនខ្ញុំនឹងទៅចេញសុំទោសពុកម៉ែបងប្អូនជាសាធារណៈខ្ញុំនឹងទៅសុំទោសអធិស្ឋានពុកម៉ែបងប្អូនខ្ញុំអត់ស្គាល់ឈ្មោះចវាយខេត្តចវាយស្រុកដែលនៅពោធិ៍សាត់នឹងទេអញ្ចឹងខ្ញុំសុំទោសខ្ញុំអត់បានស្គាល់ឈ្មោះអញ្ចឹងខ្ញុំក៏សុំខ្ញុំអត់ស្គាល់ឈ្មោះតែនេះខ្ញុំសុំទោសទៅដែលគាត់ជាចវាយខេត្តជាចវាយក្រុងដែលកាប់នៅខេត្តពោធិ៍សាត់ខ្ញុំផ្ដាំផ្ញើថាខ្ញុំសុំទោសជាសាធារណៈផងតែខ្ញុំនឹងបើពុកម៉ែបងប្អូនមិនពេញចិត្តខ្ញុំដែលសុំទោសតាមទូរស័ព្ទនេះខ្ញុំនឹង2ថ្ងៃទៅ3ថ្ងៃទៀតខ្ញុំនឹងទៅសុំទោសដល់ប៉ុស្តិ៍ឲ្យពុកម៉ែបងប្អូនមើលឲ្យសមចិត្តចាពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំនឹងទៅសុំទោសឲ្យពុកម៉ែបងប្អូនឲ្យសមចិត្តកុំឲ្យពុកម៉ែបងប្អូនខឹងស្អប់ខ្ញុំយកច្រឡំលើខ្ញុំឯណាមួយតែខ្ញុំចង់ប្រាប់ពុកម៉ែបងប្អូនតែគោលបំណងដែលខ្ញុំនិយាយទៅកាន់ដែលចោលលួចខ្ញុំទេពុកម៉ែបងប្អូនខ្ញុំគ្មានគោលបំណងទៅនិយាយដែលប្រជាជនស្លូតត្រង់ទេអញ្ចឹងសម្រាប់ដែលពុកម៉ែបងប្អូនចង់ឃើញខ្ញុំចូលប៉ោះយកអីអូខេបើពេលដែលខ្ញុំបានខ្ញុំធ្វើរួចរាល់ការងារនៅដែលការងារផ្ដៃខ្ញុំធ្វើហើយខ្ញុំនឹងសុំគេទូលេខទៅខាងហ្នឹងខ្ញុំនឹងចូលខ្លួនទៅសុំទោសដល់ប៉ុស្តិ៍ខ្លួនឯងហើយខ្ញុំពិតជាអរគុណហើយខ្ញុំសុំទោសពុកម៉ែបងប្អូនវីដេអូនេះផ្ដាំផ្ញើទៅបងប្អូនអ្នកនៅខេត្តពោធិ៍សាត់ទាំងអស់គ្នាចាអរគុណច្រើន